កីឡាហែលទឹកកម្ពុជាបានឆ្លងកាត់ការវិវត្តដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពីកីឡាមួយដែលមិនសូវមានការចាប់អារម្មណ៍និងខ្វះខាតទាំងធនធានមនុស្សហេដ្ឋារចនាសម្ព័ន្ធនិងឱកាសប្រកួតបច្ចុប្បន្នកីឡានេះបានចាប់ផ្ដើមមានការទទួលស្គាល់និងចាប់អារម្មណ៍ខ្លាំងទាំងក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិការរីកចម្រើននេះកើតឡើងស្របពេលដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹកដោយផ្ដោតលើការកសាងមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍរយៈពេលវែងជាក់ស្ដែងសម្រាប់ការដឹកនាំអាណត្តិទី7ដែលមានរយៈពេល4ឆ្នាំគិតចាប់ពីឆ្នាំ2021ដល់ឆ្នាំ2025សហព័ន្ធបានចាប់ផ្ដើមបង្កើតសមិទ្ធផលជាច្រើនគួរកត់សម្គាល់និងជាប្រវត្តិសាស្ត្រថ្មីហូរហែ4ឆ្នាំនេះយើងសូមលើកយកនៅចំណុចសំខាន់ៗដែលជាសមិទ្ធផលនិងលទ្ធផលមកសង្ខេបដូចជាការឈ្នះមេដាយនិងការកសាងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ Fin Swimming World Cup 2022នៅប្រទេសថៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបង្អស់គិតចាប់តាំងពីឆ្នាំ1995ដោយសហព័ន្ធដណ្ដើមបានមេដាយអន្តរជាតិដែលរកបានដោយកីឡាការិនីកាំងមួយនីនឈ្នះមេដាយសរុប4គ្រឿងក្នុងនោះមេដាយមាស3និងមេដាយសំរឹទ្ធ1ព្រឹត្តិការណ៍ SEA Games លើកទី31ឆ្នាំ2022នៅប្រទេសវៀតណាមប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល2ឆ្នាំម្ដងក្រុមបុរសកម្ពុជាបានឈ្នះមេដាយសំរឹទ្ធ1លើវិញ្ញាសាហែលបណ្ដាក់បុរស4របៀប200ម៉ែត្រព្រឹត្តិការណ៍ SEA Games លើកទី32ឆ្នាំ2023កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឋានៈជាម្ចាស់ផ្ទះក្រុមកីឡាហែលទឹកកម្ពុជាបានបំបីកំណត់ត្រាប្រវត្តិសាស្ត្រចាឈ្មោះពង្រីកកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈការដណ្ដើមបានមេដាយផ្លូវការសរុប7គ្រឿងក្នុងនោះមានមាស2ប្រាក់1និងសំរឹទ្ធ4ព្រឹត្តិការណ៍ CMAS Sea Swimming Championship Indoor 2025នៅប្រទេសឥណ្ឌូនេស៊ីកម្ពុជាបានបញ្ជូនអត្តពលិក6រូបទៅចូលរួមហើយជាលទ្ធផលដណ្ដើមបានមេដាយសរុប10គ្រឿងឈរនៅចំណាត់ថ្នាក់លេខ3ការបង្កើតនិងពង្រឹងព្រឹត្តិការណ៍ប្រកួតក្រៅតែពីការចូលរួមសកម្មភាពប្រកួតនៅក្រៅប្រទេសសហព័ន្ធបានគិតគូរយ៉ាងសំខាន់នៅក្នុងការបង្កើនសកម្មភាពនៃការប្រកួតក្នុងស្រុកដោយគិតមកដល់ពេលនេះមានចំនួន10ព្រឹត្តិការណ៍រួមមានព្រឹត្តិការណ៍ប្រកួតកីឡាជាតិព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាបច្ចេកទេសព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យដែលធ្វើឡើងក្រោមកញ្ចប់ថវិការបស់ក្រសួងអប់រំយុវជននិងកីឡាព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យ Hampton ព្រឹត្តិការណ៍ប្រកួតហែលទឹកវ័យចាស់ព្រឹត្តិការណ៍ហែលទឹកជើងឯកកុមារព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទឹកជើងឯកថ្នាក់ជាតិព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកនិងហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកថ្នាក់ជាតិជាដើមក្រៅពីនេះសហព័ន្ធបានបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតកម្រិតអន្តរជាតិជាច្រើនដូចជាព្រឹត្តិការណ៍ប្រកួតហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍ការប្រកួតជើងឯកអាស៊ីជើងឯកពិភពលោកព្រឹត្តិការណ៍ដ៏ធំគឺ SEA Games, Asian Games និង Olympic Games បន្ថែមពីនេះកម្ពុជាក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួតហែលទឹកយុវជនអាស៊ីអាគ្នេយ៍និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀតផងដែរការកសាងហេដ្ឋារចនាសម្ព័ន្ធក្រៅពីមេដាយលើឆាកអន្តរជាតិសហព័ន្ធក៏បានពង្រីកនិងសាងសង់មណ្ឌលកីឡាហែលទឹកជាច្រើនដើម្បីបំពេញតម្រូវការហ្វឹកហាត់និងការប្រកួតកម្រិតជាតិនិងអន្តរជាតិហើយការកសាងមណ្ឌលហែលទឹកទាំងនោះមានចំនួន5រួមមានមណ្ឌលហែលទឹកតេជោសែនខេត្តកំពង់ចាមមណ្ឌលហែលទឹកខេត្តបាត់ដំបងអាងហែលទឹកខ្នាតតូចនៅស្រុកកោះធំក្រៅពីនេះក៏បានរៀបចំជួសជុលនិងកែលម្អឡើងវិញនៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡ িম্প ិកនិងជាពិសេសការលេចចេញជារូបរាងឡើងនៅអាងហែលទឹកកម្រិតស្តង់ដារអន្តរជាតិនៃពហុកីឡដ្ឋានជាតិមរតកតេជោដែលបម្រើឲ្យការហ្វឹកហាត់និងការប្រកួតកម្រិតជាតិនិងអន្តរជាតិការបណ្ដុះបណ្ដាលធនធានមនុស្សក្រៅតែពីការអភិវឌ្ឍអត្តពលិកសហព័ន្ធក៏បានផ្ដោតលើការបណ្ដុះបណ្ដាលគ្រូបង្វឹកមន្ត្រីបច្ចេកទេសនិងអាជ្ញាកណ្ដាលតាមរយៈវគ្គសិក្សាក្នុងនិងក្រៅប្រទេសគ្រូបង្វឹកនិងមន្ត្រីជំនាញជាច្រើនត្រូវបានបញ្ជូនទៅទទួលការបណ្ដុះបណ្ដាលនៅប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកដើម្បីបង្កើនសមត្ថភាពនិងនាំយកចំណេះដឹងថ្មីៗមកអភិវឌ្ឍកីឡាហែលទឹកកម្ពុជាជាក់ស្ដែងកញ្ញា Hampton Vitini បានបញ្ចប់វគ្គសិក្សាបំពេញសមត្ថភាពគ្រូបង្វឹកអន្តរជាតិ ICCEP ប្រូក្រាមអនុវត្តផ្ទាល់នៅសហរដ្ឋអាមេរិកការសិក្សាតាមប្រព័ន្ធអនឡាញនិងបានបញ្ចប់ការសិក្សានៅប្រទេសស្វីសដោយជោគជ័យនិងទទួលបានសញ្ញាបត្រដែលទទួលស្គាល់ដោយសាកលវិទ្យាល័យ Delaware នៅសហរដ្ឋអាមេរិកនិងគណៈកម្មាធិការអូឡ িম্প ិកអន្តរជាតិ IOC ការកសាងធនធានថ្នាលសហព័ន្ធបានរៀបចំផែនការរយៈពេលវែងនៅក្នុងការប្រមូលផ្ដុំនិងការបណ្ដុះបណ្ដាលកីឡាករវ័យក្មេងដើម្បីត្រៀមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ2031ផែនការនេះផ្ដោតលើការបង្កើតក្រុមជម្រើសជាតិលើវិញ្ញាសាហែលទឹកពាក់ជើងទាលោទឹកនិងបាល់ទឹកដើម្បីធានាការបន្តវេនរបស់អត្តពលិកសមិទ្ធផលដែលសហព័ន្ធខ្មែរកីឡាហែលទឹកសម្រេចបានក្នុងរយៈពេលកន្លងមកមិនមែនវាស់ត្រឹមចំនួនមេដាយប៉ុណ្ណោះទេប៉ុន្តែជាការកសាងប្រព័ន្ធអភិវឌ្ឍកីឡាដែលមានភាពរឹងមាំចាប់ពីការបណ្ដុះបណ្ដាលធនធានមនុស្សការកសាងអត្តពលិកថ្នាលការរៀបចំព្រឹត្តិការណ៍ប្រកួតរហូតដល់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
អ្វីដែលកើតមានឡើងនេះគឺបានមកពីការលះបង់ដោយមិនគិតពីផលចំណេញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធាននិងលោកអង្គការអនុប្រធានតែងតែឧបត្ថម្ភគាំទ្រទាំងសម្ភារៈនិងថវិកាទៅលើការវឹកហាត់ទាំងការស្នាក់នៅហូបចុករបស់អត្តពលិកឲ្យទទួលបាននៅអាហារូបត្ថម្ភគាំទ្រដល់ការវឹកហាត់និងពេលប្រកួតឲ្យទទួលបានលទ្ធផលជោគជ័យក្រៅតែពីថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡា